ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើសាកេឆឹងជាមួយនឹងស្ករសបងប្អូនដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំសូមចុច Subscribe និងចុចសញ្ញាកណ្ដឹងនេះដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតផ្លែនេះសម្បករបស់វាគឺស្រដៀងជាមួយនឹងផ្លែខ្នុរគ្រាន់តែផ្លែរបស់វាតូចនិងមិនមានបន្លាផុសឡើងដូចជាផ្លែខ្នុរនោះទេចំណែកឯសាច់របស់វានៅពេលដែលឆ្អិនទៅគឺវាស្រដៀងគ្នាជាមួយនឹងសាច់ដំឡូងនិងសាច់ត្រាវទៅវិញតែឥឡូវសូមមកមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាសាកេត្រូវលាងសម្អាតឲ្យបានស្អាតជាមុនសិនហើយចិតសម្បកនិងកាត់ផ្នែកណាដែលខូចចេញឲ្យបានស្អាតសាកេនេះគឺមិនមានគ្រាប់នោះទេបណ្ដូលកណ្ដាលរបស់វាអាចកាត់ចេញក៏បានទុកក៏បានបន្ទាប់ពីចិតស្អាតហើយកាត់វាជាដុំបើចង់ឲ្យពេលដែលឆ្អិនទៅនៅមានសាច់ផុសកាត់ជាដុំរាងក្រាបតែបើចង់ញ៉ាំទៅលក្ខណៈស្រួយកាត់វារាងស្ដើងបន្តិចយកវាទៅលាងទឹកចេញឲ្យបានស្អាតប្រហែលជា2 ទៅ 3 ទឹកនិងស្រង់វាទុកឲ្យស្រស់ទឹកទើបយកទៅបំពងទៅវាមិនផ្ទុះខ្ទាតខ្លាញ់តែបើសិនជាមិនចង់រងចាំយូរទេអាចយកកណ្ដាលមកផ្ដិតទឹកយកចេញបែបនេះក៏បានដែរដាំប្រេងឲ្យក្ដៅបន្ទាប់មកដាក់នៅសាកេចូលបើវាឆ្អិនប្រែជាពណ៌បែបនេះស្រង់វាចេញមកបើកភ្លើងឲ្យខ្លាំងជាងមុនបន្តិចហើយដាក់សាកេដែលស្រង់មុននេះចូលវិញបំពងវាម្ដងទៀតតែបំពងលើកនេះគឺមិនយូរដូចជាលើកមុនទេបើសិនជាឃើញវាប្រែពណ៌ជាបែបនេះស្រង់វាចេញមកនោះសាកេនឹងវានឹងស្រួយឆ្ងាញ់ទុកវាឲ្យស្រក់ប្រេងបន្តិចសិនមកធ្វើទឹកស្ករវិញម្ដងយកឆ្នាំងឬក៏ខ្ទះស្អាតមួយមកដាក់ខ្ទិះដូងចូលហើយដាក់ស្ករសនិងអំបិលបន្តិចហើយចាំបើកភ្លើងតិចកូរបញ្ចូលគ្នាឲ្យសព្វឲ្យស្ករសនឹងវារលាយคล้ายទៅជាទឹកស្ករសិនចាំចាក់សាកេបំពងមុននេះចូល បើកភ្លើងតិចហើយកូរច្របល់ចលឹងឲ្យសាច់សាកេបំពងហ្នឹងវាបានចូលជាតិសព្វជាមួយនឹងទឹកស្ករ
តែមួយសន្ទុះនឹងទឹកស្ករនឹងប្រែជាស្ងួតខ្លាយជាក្រាមស្ករជាប់នឹងសាច់សាកេដែលអាចញ៉ាំបានហើយបើមានចម្ងល់អ្វីបន្ថែមបងប្អូនអាចខមមិននៅខាងក្រោមវីដេអូនេះអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត